ការងារតែមួយមុខមិនគ្រប់គ្រាន់នោះទេដើម្បីប្រើប្រាស់កម្មករយោជកស្របតាមបទបញ្ញត្តិស្តីពីការងារម្ចាស់សហគ្រាសត្រូវបំពេញនូវកាតព្វកិច្ចមួយចំនួនដូចជាចំពោះកម្មករយោជកខ្មែរត្រូវមានវិញ្ញាបនបត្រពីនិកាយសម្បទាសៀវភៅការងារទម្រង់ថ្មីក៏ដូចជាទិដ្ឋាការចូលលើសៀវភៅការងារនោះផងដែរចំណែកឯកម្មករយោជកជាជនបរទេសត្រូវមានវិញ្ញាបនបត្រពីនិកាយសម្បទាលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសដែលត្រូវស្នើសុំចាប់ពីខែកញ្ញារហូតដល់ខែវិច្ឆិកាបញ្ជីការកិច្ចសន្យាការងារនិងបានការងារជនបរទេសដែលត្រូវស្នើសុំចាប់ពីខែមករារហូតដល់ខែមិនិនាចំណែកឯសម័យខ្លួនជាជនបរទេសផ្ទាល់ក៏ត្រូវគោរពតាមលក្ខខណ្ឌទិដ្ឋាការដែលកំណត់ដោយបទបញ្ញត្តិអន្តោប្រវេសន៍ផងដែរដូច្នេះម្ចាស់សហគ្រាសនិងកម្មករយោជកត្រូវសហការនៅក្នុងការអនុវត្តកាតព្វកិច្ចដូចបានរៀបរាប់ខាងលើឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា